កម្មភាពក្រុមការងារកំពុងតែរៀបចំជ្រៃដៃ9ដើម្បីធ្វើការដាំជូនអតិថិជនដែលមានទីតាំងនៅខាងបូរីពេញហួត The Star Diamond អតិថិជនគាត់ជាអតិថិជនចាស់ដែលធ្លាប់យកសេវាកម្មដាំសួននៅខាងនគររាជយើងម្ដងមកហើយប៉ុន្តែថ្ងៃនេះគាត់មកជ្រើសរើសប្រភេទដើមជ្រៃដើម្បីយកទៅដាំបិទទ្វាររបស់គាត់ដោយសារផ្ទះរបស់គាត់នឹងមានទ្វារតូចបុកចំទ្វារធំណាអញ្ចឹងតាមទម្លាប់គ្រួសាររបស់គាត់ថាគាត់ត្រូវតែបិទទ្វារនឹងចោលអញ្ចឹងគាត់មកជ្រើសរើសប្រភេទដើមជ្រៃហើយបើសិនជាប្រភេទដើមជ្រៃនេះគឺយើងមានទាំងប្រភេទដៃ5ដៃ7ហើយដៃ9សម្រាប់អ្វីដែលគាត់ជ្រើសរើសគឺប្រភេទដៃ9ជាមួយនឹងធររចនាបថចិនហើយប្រភេទជ្រៃដៃ9នេះគឺស្អាតមែនតើដោយសារវាមានកម្ពស់ខ្ពស់ហើយទំហំដើមវាគឺធំទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការប្រភេទជ្រៃក៏ដូចជាប្រភេទរុក្ខជាតិលម្អផ្សេងអ្នកទាំងអស់គ្នាអាចតាក់ទងសួរព័ត៌មានលម្អិតជាមួយនឹងសួននគររាជបានយើងមានជារចនាបថបែបចិនបែបខ្មែរបែបអឺរ៉ុបផ្សេងដែលអ្នកទាំងអស់គ្នាអាចឆ្លាញ់ឬមួយក៏អ្នកទាំងអស់គ្នាអាចជ្រើសរើសបាននៅអ្វីដែលអ្នកទាំងអស់គ្នាចង់រើសណាអញ្ចឹងកុំភ្លេចធ្វើការទំនាក់ទំនងជាមួយលេខទូរស័ព្ទដែលមានភ្ជាប់ជាមួយ Telegram ខាងលើអរគុណសម្រាប់ការទស្សនាវីដេអូ